ជំរាបសួរបងប្អូនអ៊ំពុំមីងលោកតាលោកយាយទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននៅក្នុងថ្ងៃនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពពីកិច្ចការងារដែលយើងបានធ្វើកន្លងមកដើម្បីជូនទៅដល់បងប្អូនអ៊ំពុំមីងលោកតាលោកយាយបានជ្រាបព្រមជាមួយកិច្ចការដែលពួកយើងនឹងត្រូវធ្វើបន្តទៅមុខទៀតដោយបងប្អូនអ៊ំពុំមីងលោកតាលោកយាយទាំងអស់គ្នាបានជ្រាបស្រាប់មកហើយថាខ្ញុំបានប្រកាសជ្រើសរើសបងប្អូនសិស្សនិស្សិតដើម្បីឲ្យបងប្អូនចូលរួមជួយនៅក្នុងកិច្ចការងារដើម្បីជួយជាតិមាតុភូមិយើងនៅក្នុងគ្រាដ៏លំបាកនេះម្យ៉ាងវិញទៀតខ្ញុំក៏ចង់យកឱកាសនេះដើម្បីឲ្យបងប្អូនស្រង់យកបទពិសោធន៍នៅក្នុងកិច្ចការងារជាក់ស្ដែងផងដែរពីព្រោះថាតទៅអនាគតបងប្អូននឹងក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិមាតុភូមិយើងដោយឡែកចំពោះបងប្អូនសិស្សនិស្សិតដែលបងពុំបានជ្រើសរើសក៏សូមមេត្តាកុំអាក់អន់ចិត្តពីព្រោះថានៅមានកិច្ចការងារជាច្រើនទៀតដែលបងនឹងត្រូវសុំជំនួយពីបងប្អូនទាំងអស់គ្នាថ្លែងពីបងប្អូនដែលខ្ញុំបានជ្រើសរើសវិញមកទល់ពេលនេះខ្ញុំបានរៀបចំក្រុមសម្រាប់ពួកគាត់ដើម្បីជួយនៅក្នុងកិច្ចការងារ lobby ឬក៏បញ្ចុះបញ្ចូលរដ្ឋាភិបាលស៊ុយអែតនៅក្នុងរឿងលក់សព្វាវុធទៅឲ្យប្រទេសថៃខ្ញុំបានប្រគល់ការងារទៅឲ្យបងប្អូនធ្វើការដឹកនាំរៀបចំផែនការក៏ដូចជាធ្វើការសម្រេចចិត្តដោយខ្លួនខ្ញុំនឹងក្លាយទៅជាអ្នកផ្ដល់យោបល់សម្រាប់បងប្អូនតែប៉ុណ្ណោះការដែលខ្ញុំធ្វើបែបនេះគឺដើម្បីឲ្យបងប្អូនមានបទពិសោធន៍ដោយផ្ទាល់នៅក្នុងកិច្ចការងារទំនាក់ទំនងអន្តរជាតិឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមបញ្ជាក់ជូនដែរថាមានបងប្អូនមួយចំនួនប្រហែលជាគិតថាកិច្ចការងារដែលពួកយើងកំពុងធ្វើនេះគឺជារឿងដែលគួរឲ្យអស់សំណើចខ្ញុំអាចយល់អំពីហេតុផលដែលបងប្អូនទាំងអស់គ្នាគិតបែបនេះក៏ប៉ុន្តែខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបដែរថាប្រសិនបើថៃទទួលបានសព្វាវុធពីប្រទេសស៊ុយអែតនាពេលអនាគតនោះប្រទេសជាតិរបស់ពួកយើងនឹងស្ថិតនៅក្នុងហានិភ័យសន្តិសុខជាតិរបស់ពួកយើងនឹងស្ថិតនៅក្នុងការគំរាមកំហែងហើយប្រជាជនដែលជាជនរួមជាតិរបស់ពួកយើងនឹងស្រក់ទឹកភ្នែកដោយទទួលរងនឹងការគំរាមកំហែងពីកងទ័ពថៃដែលបំពានដោយខុសច្បាប់មកលើមាតុភូមិរបស់ពួកយើងទោះបីជាឱកាសរបស់ពួកយើងទាបយ៉ាងណាក៏ដោយក៏ពួកយើងត្រូវតែធ្វើយ៉ាងហោចណាស់ក៏ពួកយើងមានឱកាសខ្លះដើម្បីជជែកបង្ហាញពីកង្វល់ក៏ដូចជាលើកឡើងពីទស្សនៈរបស់ពួកយើងនៅក្នុងនាមជាជនរងគ្រោះឲ្យប្រជាជនស៊ុយអែតបានស្ដាប់ឮឲ្យពិភពលោកបានដឹងទោះបីជាពួកយើងមិនអាចកែប្រែនៅអ្វីដែលនឹងត្រូវកើតឡើងប៉ុន្តែយ៉ាងហោចណាស់ក៏ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើងក្រៅពីនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបដែរថាយើងនៅតែបន្តដាក់ញត្តិទៅគ្រប់ទីកន្លែងគ្រប់ស្ថាប័នអន្តរជាតិដើម្បីឲ្យពួកគេចាប់អារម្មណ៍និងទាមទារឲ្យដោះលែងវីរៈជនទាំង18នាក់របស់ពួកយើងដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ដោយភាគីថៃសារជាថ្មីម្ដងទៀតបើទោះបីជាពួកយើងមានសង្ឃឹមតិចយ៉ាងណាក៏ដោយក៏ពួកយើងត្រូវតែធ្វើពីព្រោះពួកយើងមិនអាចបោះបង់ចោលជនជាតិរបស់ពួកយើងណាម្នាក់ឡើយក្រៅពីនេះពួកយើងកំពុងតែរៀបចំចងក្រងឯកសារច្បាប់ដើម្បីសរសេរពីបទឧក្រិដ្ឋរបស់ទាហានថៃដែលបានធ្វើមកលើប្រជាជាតិរបស់ពួកយើងជឿជាក់ថាការដែលយើងរៀបចំឯកសារទុកវានឹងមានប្រយោជន៍សម្រាប់ពួកយើងទៅថ្ងៃអនាគតក្នុងករណីចាំបាច់ណាមួយដែលពួកយើងត្រូវការប្រើប្រាស់ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរនិងសូមជូនពរបងប្អូនអ៊ំពុំមីងលោកតាលោកយាយដែលជាជនរួមជាតិខ្មែរឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការសូមអរគុណនិងសូមជម្រាបលា